ប្រទេសហ្វាំងឡង់ជោគជ័យក្នុងការបញ្ជូនអគ្គិសនីតាមអាកាសដោយមិនប្រើខ្សែភ្លើងអ្នកវិទ្យាសាស្ត្រទទួលបានជោគជ័យក្នុងការបញ្ជូនអគ្គិសនីតាមអាកាសដោយប្រើរលកសំឡេង Ultrasonic និងកាំរស្មីឡាស៊ែរដោយមិនចាំបាច់មានខ្សែភ្លើងជាក់ស្ដែងប្រទេសហ្វាំងឡង់កំពុងឈានមុខគេក្នុងបដិវត្តថាមពលឥតខ្សែខណៈដែលក្រុមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវពីសាកលវិទ្យាល័យ Helsinki និងសាកលវិទ្យាល័យ Oulu បានបង្កើតបច្ចេកវិទ្យាថ្មីៗដើម្បីផ្លាស់ទីអគ្គិសនីដោយមិនប្រើខ្សែតាមរយៈការស្រាវជ្រាវនេះគឺបង្ហាញពីការរីកចម្រើនដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺការប្រើរលកសំឡេង Ultrasonic កម្លាំងខ្ពស់ដើម្បីបង្កើតផ្លូវអាកាសមើលមិនឃើញដែលអាចនាំភ្លើងឲ្យឆ្លងកាត់តាមទិសដៅដែលបានគ្រប់គ្រងយ៉ាងច្បាស់លាស់បច្ចេកវិទ្យានេះត្រូវបានហៅថាខ្សែសំឡេង Acoustic Wire បច្ចុប្បន្នបច្ចេកវិទ្យានេះនៅស្ថិតក្នុងដំណាក់កាលសាកល្បងប៉ុន្តែអ្នកវិទ្យាសាស្ត្ររំពឹងថានៅពេលអនាគតវាអាចអនុញ្ញាតឲ្យមានការតភ្ជាប់អគ្គិសនីដោយមិនប៉ះពាល់និងបង្កើតចំណុចប្រទាក់ឆ្លាតវៃដែលដំណើរការដោយគ្មានដោតភ្លើងឬខ្សែប្រពៃណីក្រៅពីការប្រើសំឡេងដឹកនាំថាមពលការច្នៃប្រឌិតរបស់ហ្វាំងឡង់ក៏កំពុងប្រើប្រាស់ពន្លឺនិងរលកវិទ្យុដើម្បីដោះស្រាយបញ្ហាថាមពលស្មុគស្មាញផងដែរវិស័យឯកជនកំពុងអភិវឌ្ឍប្រព័ន្ធថាមពលតាមពន្លឺ Power by Light ដែលប្រើកាំរស្មីឡាស៊ែរកម្លាំងខ្ពស់ដើម្បីបញ្ជូនអគ្គិសនីទៅកាន់ឧបករណ៍ទទួលនៅចម្ងាយធានាបាននូវការបំបែកអគ្គិសនីសុវត្ថិភាពសម្រាប់បរិស្ថានគ្រោះថ្នាក់ដូចជារោងចក្រនុយក្លេអ៊ែរនិងស្ថានីយ៍តាំងខ្យល់ខ្ពស់ជាមួយគ្នានេះដែរការអភិវឌ្ឍក្នុងការប្រមូលថាមពលពីរលកវិទ្យុ Radio Frequency Harvesting កំពុងបំលែងរលកជុំវិញខ្លួនឲ្យคล้ายជា Wi-Fi សម្រាប់ថាមពលដែលអាចកាត់បន្ថយឬលុបបំបាត់ការប្រើប្រាស់ថ្មចោលរាប់លានគ្រាប់សម្រាប់ឧបករណ៍ប្រើប្រាស់ថាមពលទាបបច្ចេកវិទ្យាទាំងនេះបង្ហាញពីការផ្លាស់ប្ដូរដ៏សំខាន់មកកាន់ហេដ្ឋារចនាសម្ព័ន្ធថ្មីដែលមានការបត់បែនខ្ពស់និងគ្មានខ្សែសម្រាប់វិស័យឧស្សាហកម្មទូទាំងពិភពលោកបាទបងប្អូនទាំងអស់គ្នាព័ត៌មានដែលបានរៀបរាប់ខាងលើនេះគឺទាក់ទងនឹងប្រទេសហ្វាំងឡង់ដែលគេបានជោគជ័យក្នុងការបញ្ជូនអគ្គិសនីតាមអាកាសដោយមិនប្រើខ្សែភ្លើងហើយកណាក៏ស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយប៉ុន្តែអ្នកវិទ្យាសាស្ត្រគេបានអះអាងហើយថាមិនយូរទេក្នុងពេលឆាប់ៗនេះនឹងអាចអនុញ្ញាតដាក់ឲ្យប្រើបានទេចឹងឃើញថាហ្វាំងឡង់គេបានដើរទៅមុខមួយជំហានទៀតហើយផ្នែកបច្ចេកវិទ្យាអគ្គិសនីនេះចឹងព័ត៌មានយើងក៏ដូចជាឈានមកដល់ទីបញ្ចប់ហើយដែរសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដាននៅវីដេអូនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើពេញចិត្តនៅព័ត៌មាននេះសូមកុំភ្លេចជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងហើយនិងចុច Like មួយផងបើទស្សនានៅលើ Facebook សូមជួយចុច Follow Page និងចុច Like មួយផងសូមអរគុណសូមជម្រាបលា